សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់នៅកន្លែងទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសវៀតណាមនោះគឺភ្នំពពាលដែលភាសាវៀតណាមហៅថាណូយកឹមដោយភ្នំនេះមានកម្ពស់ប្រហែល710ម៉ែត្រនិងជាភ្នំដែលធំជាងគេនៅក្នុងតំបន់នោះពេលអ្នកឡើងលើភ្នំអ្នកនឹងជួបប្រទេសធម្មជាតិដ៏ស្រស់ស្អាតមានព្រៃឈើបៃតងនិងទឹកបឹងដ៏សែនស្រស់ស្អាតនៅខាងលើភ្នំមានប្រាសាទបូហុងនិងប្រាសាទវ៉ូដាវនិងមានរូបសំណាកព្រះពុទ្ធតាកប៉ោងនិងរូបព្រះនាងគង់ស៊ីអ៊ីមនេះគឺជាទីកន្លែងដ៏ល្អសម្រាប់សកម្មភាពធម្មយាត្រាទស្សនានិងស្វែងរកសេចក្តីស្ងប់ស្ងាត់ពេលអ្នកចង់ធ្វើដំណើរឡើងទៅលើភ្នំអ្នកអាចធ្វើដំណើរឡើងដោយវិធីពីរយ៉ាងនោះគឺជិះកន្ត្រកនិងជិះម៉ូតូឡើងពេលអ្នកជិះកន្ត្រកឡើងអ្នកនឹងឃើញនៅព្រៃឈើដ៏ខៀវស្រងាត់និងឆ្លងកាត់ទៅដោយសួនទឹកដ៏សែនស្រស់ស្អាតមិនត្រឹមតែប៉ុណ្ណោះទេអ្នកទាំងអស់គ្នានៅលើភ្នំនួយកឹមនេះក៏មានអាងទឹកចិញ្ចឹមនៅត្រីក្រហមដ៏ស្រស់ស្អាតហើយអាហារដែលល្បីជាងគេដែលលក់នៅលើភ្នំនួយកឹមនេះគឺបាញ់ឆែវ